大家好，我叫韦龙义，这是我的账号。 តើអ្នកទាំងអស់គ្នាស្គាល់បរិសម្នាក់នេះថាជាអ្នកណាដែរឬទេហើយបើតាមការមើលវីដេអូរយៈពេល4វិនាទីនៅខាងដើមមុននេះមនុស្សភាគច្រើនប្រកាសជាគិតថាគាត់ជាមនុស្សដែលមានបញ្ហាស្មារតីឬមួយសតិមិនគ្រប់តែការពិតវិញគឺផ្ទុយស្រឡះគាត់ត្រូវបានគេចាត់ទុកជាបិតាគណិតវិទ្យានៅក្នុងប្រទេសចិនហើយតម្លៃខ្លួនរបស់គាត់គឺរាប់រយលានដុល្លារបច្ចុប្បន្នគាត់ជាសាស្ត្រាចារ្យគណិតវិទ្យានៅសាកលវិទ្យាល័យដ៏ធំមួយនៅក្នុងប្រទេសចិនគាត់បានរកឃើញរបបកំហើញរូបមន្តគណិតវិទ្យាជាន់ខ្ពស់ដែលអាចជួយឲ្យប្រទេសចិនដោះស្រាយនៅសម័យកាលលំបាកហើយយកទៅអភិវឌ្ឍផ្នែកយន្តហោះចម្បាំងនិងវិទ្យាសាស្ត្រគាត់បានបង្កើតគណនីបណ្ដាញសង្គមមួយដោយដាក់ឈ្មោះថា Wei Tongyi ហើយបានបង្ហោះវីដេអូឃ្លីបរយៈពេល4វិនាទីដោយណែនាំខ្លួនតែប៉ុណ្ណោះប៉ុន្តែមានអ្នកចូលតាមដានគាត់រហូតដល់20លាននាក់ដោយត្រឹមតែរយៈពេល3-4ថ្ងៃប៉ុណ្ណោះគាត់ជាមនុស្សម្នាក់ដែលចូលចិត្តរស់នៅសាមញ្ញបំផុតដោយមិនខ្វល់ពីកិត្តិយសកេរ្តិ៍ឈ្មោះឬមួយក៏ប្រាក់កាក់ឡើយគាត់ធ្លាប់ត្រូវបានគេអញ្ជើញទៅធ្វើជាសាស្ត្រាចារ្យផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យ Harvard តែគាត់បានបដិសេធ